សួស្តីចឹងថ្ងៃហ្នឹងយើងនឹងរៀនមេរៀនថ្មីរបស់យើងដែលមេរៀនមុនរបស់យើងរៀនតាក់ទងជាមួយនឹង HTML attribute ចឹង HTML attribute គឺជាមាន additional information ដែលមានទៅលើដែលយើង add ទៅថែមទៅកាន់ element មួយ element របស់យើងមួយដូចជាតាក់ទងជាមួយនឹង element page អញ្ចឹងខ្ញុំចង់បាន color ចង់បានអីចឹងខ្ញុំអាចប្រើ attribute មួយថា style ចឹងចុះទៅទៀតខ្ញុំមានតម្លៃរបស់វាគឺ color ពណ៌ក្រហម font size ប្រមាណអីចឹងចុះអញ្ចឹងមេរៀនថ្ងៃហ្នឹងយើងនឹងរៀនអ្វីមួយទៀតតាក់ទងជាមួយនឹង HTML heading របស់យើងដែលខ្ញុំធ្លាប់និយាយពីមុនហើយអញ្ចឹងតាក់ទងជាមួយនឹង HTML heading.html ចុះចឹងតាក់ទងជាមួយនឹង HTML heading របស់យើងមាន HTML heading ចឹង HTML heading របស់យើងគឺមាន6 level តាក់ទងជាមួយនឹង H1 អ្នកនរគ្នាអាចឃើញហើយតមកទៀត H2 H3 4 ឥឡូវខ្ញុំស្រែបន្តិចរបស់យើងមាន6តាក់ទងជាមួយនឹង level របស់វាហ្នឹង6 level អញ្ចឹង level របស់វាគឺធំចាប់ពីលេខ1មកលេខ2តូចជាងលេខ3មានថាបើសិនយើងនិយាយតាក់ទងមួយ content ទី1គឺ H1 គឺសំខាន់ត្រឹមបន្ទាប់បន្សំមកទៀតលេខ3យ៉ាងខ្សោយមកបន្តិចទៀតអញ្ចឹងមានថាទី1នោះគឺធំជាងគេអាទី6នេះគឺតូចជាងគេអញ្ចឹងឧទាហរណ៍ឲ្យគ្នាយើងឃើញចុះតាក់ទងជាមួយនឹង heading 1 អូខេតោះអញ្ចឹងខ្ញុំដាក់នេះធូរចុះអញ្ចឹងខ្ញុំតែគ្នាយើងមើលទាំងអស់តាក់ទងជាមួយនឹង heading ហ្នឹងហើយមួយទៀតខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង head អីបានយើងត្រូវការប្រើ heading ហ្នឹងទៀត heading ហ្នឹងយើងទៅមើលបើសិនជាខ្ញុំ run code ហ្នឹងជាមួយនឹង browser របស់យើងអូខេចឹងខ្ញុំនឹង run code មួយយើងជាមួយនឹង browser របស់យើងអូខេខ្ញុំទាញដាក់មកគឺវា run ហើយអញ្ចឹងឃើញអត់មានថា H1 របស់យើងនេះគឺធំតមកទៀត H2 H3 H4 H5 H6 មកវាតូចជាងគេអញ្ចឹងបន្តមកទៀតខ្ញុំអាចដាក់ paragraph របស់ខ្ញុំនៅខាងក្រោមនេះបានហើយអូខេខ្ញុំដាក់ lorem text មកគ្រាន់តែខ្ញុំ enter មកវាមកហើយអូខេយើងមើលតន់កន្លែងនេះករណីដែលខ្ញុំ text ទៀតមក paragraph មួយទៀតមកខ្ញុំដាក់ lorem text របស់ខ្ញុំមកទៀតមកតមកទៀតទី3របស់ខ្ញុំមាន lorem text មួយទៀតមកមាន paragraph សិនតមកទៀតខ្ញុំដាក់ text មកដោយសារខ្ញុំអត់ចង់ទៅ copy ពីនោះមកអញ្ចឹងដោយសារ VS Code យើងអាច generate lorem text បានយើងគ្រាន់តែដាក់ p text key មកតមកទៀតយើងវាយ lorem text មកគឺ enter មកវាមកហើយអូខេនេះឲ្យ lorem text មួយទៀតតមកទៀតចាំតិចទៀតខ្ញុំនឹង format ឲ្យគ្នាយើងស្រួលមើលបន្តិច lorem text អូខេខ្ញុំនឹង format document អូខេតោះចាំមាននៅក្នុង heading នេះមួយខ្ញុំមាន text មួយ paragraph មួយអញ្ចឹងខ្ញុំទៅមើលនៅក្នុង web page របស់ខ្ញុំវិញពេលខ្ញុំ refresh មកឃើញអត់អញ្ចឹងមានន័យថា heading របស់យើងអាទី1គឺបើសិនជាករណីនេះធំហើយមួយទៀតមិនគ្រប់បើសិនជាគ្នាយើងចង់ឲ្យ text នេះវាធំដែរប៉ុណ្ណានេះដែរអូខេខ្ញុំមកចាំបាច់ត្រូវការដូរអានេះទៅ H1 ទេ
បើគ្រាន់តែខ្ញុំចង់បាន text ហ្នឹងឲ្យធំដូចគ្នាខ្ញុំមានវិធីច្រើនទៀតដើម្បីឲ្យ text របស់ខ្ញុំនឹងធំដែរអញ្ចឹងមានន័យថាបើសិនជាយើងគិតថាheading ណាដែលសំខាន់ដែលត្រូវតែធំអូខេព័ត៌មានណាសំខាន់គឺគេនិយាយថាព័ត៌មានណាសំខាន់គឺវាជា heading ទី1ចឹងចុះដោយសារអីបើសិនជាខ្ញុំតាមអ្វីដែលខ្ញុំមើលនៅក្នុងW3 School គេបាននិយាយដែរតាក់ទងជាមួយនឹង heading ហ្នឹងគេនិយាយថាទី1 heading ហ្នឹង heading H1 របស់យើងហ្នឹងគឺវាសំខាន់ណាសំខាន់ឡើយណាដោយសារអីគឺបើសិនជាយើង define ទី1គឺបើសិនករណីដែរ heading ហ្នឹងមានថាheading របស់យើងសំខាន់គេនឹងប្រើ H1 ហើយមួយទៀតតាក់ទងជាមួយនឹងតាក់ទងជាមួយនឹង search engine មានថាដូច Google ឬអីហ្នឹង search engine ភាគច្រើនគេ index structure របស់ website របស់យើងហ្នឹងដោយសារ structure ជាមួយនឹង content របស់ web page ដែលប្រើ heading អាហ្នឹងគឺអ្វីដែលនៅក្នុង WC School និយាយហើយមួយទៀតតាក់ទងជាមួយនឹងការប្រើហ្នឹងយើងគួរតែប្រើដែរមានថា H1 គឺ main heading តមកទៀតគឺ H2 ហ្នឹងមកតមកទៀត less important មានន័យថាវាអ្វីដែលបន្ទាប់ផ្សំមកផ្សេងទៀតដូចជា H3 H4 H5 ណាហើយមួយទៀតតាក់ទងជាមួយនឹងនេះដែរគេបាន recommend ដែរតាក់ទងជាមួយនឹង text គេថាបើសិនជាចង់បាន heading នឹងឲ្យ full ឬក៏ text ធម្មតាគ្នាយើងឃើញហើយតាក់ទងកន្លែងនេះមានន័យថាវាដុតធំជាងឬក៏អីណាអញ្ចឹងមានន័យគេអត់ចង់ឲ្យយើងព្យាយាមប្រើ H1 ទាំងអស់ដើម្បីឲ្យអា text ទី2នេះមានថាអ្វីដែលអត់សំខាន់នេះអានេះចុះខ្ញុំអត់សំខាន់ទេសំខាន់របស់ខ្ញុំគឺ heading មួយនេះស្រាប់ខ្ញុំចង់បានអានេះធំដែរខ្ញុំដូរវាទៅ H1 អូខេអាហ្នឹងគេអត់សេចចេះចឹងទេគេអាចប្រើ style មានថាបើសិនជាខ្ញុំចង់បានវាធំខ្ញុំអាចប្រើ style ណា H1 របស់ខ្ញុំយើងអាចប្រើ style បន្តមកទៀតយើងដឹងហើយថាយើងមាន attribute ជាងរៀនមុនហ្នឹងគឺ attribute របស់យើងប្រើ style font size មកអូខេ24ចុះតទៅទៀតខ្ញុំបើកនេះមកខ្ញុំអាចកែ font size បានប៉ុន្តែតាមពិតជាក់ស្ដែងវាគឺ heading ដែល level របស់វាគឺទី6ប៉ុន្តែយើងចង់បាន text ធំប៉ុន្តែតាមពិតនៅក្នុង structure របស់ website របស់យើងគឺវានៅតែជា H6 ដែលគឺ level ទី6ដូចថាដែរប៉ុន្តែយើងអាចដូរទំហំរបស់ heading របស់យើងបានអញ្ចឹងគឺអាហ្នឹងហើយតាក់ទងជាមួយហ្នឹងយើងអាចប្រើយើង apply មេរៀនចាស់របស់យើងតាក់ទងជាមួយនឹង attribute មកអញ្ចឹងតាក់ទងជាមួយអាហ្នឹងហើយមួយទៀតតាក់ទងជាមួយនឹង text មួយគ្នាយើងបើសិនជាចង់បានអូខេខ្ញុំចង់បានបន្ទាប់ពី text របស់ខ្ញុំមានគូបន្ទាត់មួយគ្នាយើងធ្វើប្រើ AK យើងប្រើ element មួយ HR អញ្ចឹងវានឹងគូ line មួយផ្ដាច់ពីទំហំ content មួយទៅកាន់ content មួយទៀតមានថា separate content ដោយប្រើបន្ទាត់នេះមួយអញ្ចឹងខ្ញុំអាចដាក់មួយទៀតមកថាអូខេខ្ញុំចង់បានបន្ទាត់មួយទៀតបន្ទាប់អាទី2របស់ខ្ញុំហើយខ្ញុំចង់បានបន្ទាត់ដែរអូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់មួយទៀតមក H មួយទៀតមកតោះទៀតខ្ញុំ format document ឲ្យស្រួលមើលបន្តិចនេះគ្នាយើងតាមមើលបន្តិចអូខេអញ្ចឹងវាអាចចឹងមកឬក៏មួយទៀតខ្ញុំចង់បានក្រោម heading នេះវិញខ្ញុំធ្វើម៉េចអូខេលុបនេះមកអញ្ចឹងបន្ទាប់ពី heading ហើយខ្ញុំដាក់ HR វិញអូខេអញ្ចឹងមើលទៅសាមញ្ញយើងចង់បានបន្ទាត់ធម្មតាមាន heading ហើយវាអាចមានគូបន្ទាត់គូអីពីក្រោមអញ្ចឹងយើងអាចសេរីតាមនឹងបានមកតាក់ទងជាមួយនឹងព័ត៌មានមួយចំនួនហ្នឹងអូខេហើយអ្វីដែលយើងត្រូវធ្វើតាក់ទងជាមួយនឹងគ្នាយើងឃើញ element មួយនិយាយ heading ហ្នឹង H1 H2 ហ្នឹងហើយនៅ head នេះខុសគ្នាអា head ខាងលើនេះគឺជាអ្វីអា head ខាងលើហ្នឹងគឺជា meta data តែ meta data របស់យើងគឺអត់ display ទៅកាន់ user របស់យើងទេមាន content ដែលនៅក្នុងនេះគឺអត់ display ទៅកាន់ user ទេមាន title ទេដែលយើងអាចមើលឃើញនៅខាងលើនេះហ៎ HTML heading ដោយសារអីខ្ញុំដាក់ title HTML heading ប៉ុន្តែសួរថានេះមើលឃើញអត់ទេហើយសួរថាអានឹងមានន័យអី character set UTF-8 ហ្នឹង UTF-8 ហ្នឹងអូខេអានឹងគឺជាទំហំមានអាហ្នឹងគឺជាការកំណត់របស់គេទាក់ទងជាមួយនឹង
អីគេទៅជាមួយនឹងភាសាឬក៏អីណា viewport តទៅជាមួយនឹងទំហំ content device អីណានេះរបស់យើងហ្នឹងអញ្ចឹងអាហ្នឹងគឺជាអ្វីដែលយើងមានន័យថា set ទៅប៉ុន្តែ user របស់យើងមើលអត់ឃើញទេវាមិនមែនជាអ្វីដែលយើងចង់បង្ហាញទៅកាន់ user របស់យើងទេអញ្ចឹងនៅក្នុងហ្នឹងតកតងជាមួយនឹងរបស់ប្រើមួយចំនួនហ្នឹងខ្ញុំនឹងបញ្យល់នៅពេលខាងក្រោយទៀតមួយលម្អិតទៅលើអ្វីដែលយើងមានហ្នឹងអញ្ចឹងយើងចាំថា heading គឺមាន6 level H1 H2 H3 H5 H6 អីណាហ្នឹងចុះអញ្ចឹងអាទី1គឺបើយើងគិតថាវាសំខាន់យើងប្រើ H1 មកមិនដើម្បីទំហំប៉ុណ្នេះខ្ញុំចង់បានខ្ញុំដាក់ដោយសារខ្ញុំចង់បានទំហំធំខ្ញុំដាក់ H1 ទេបើយើងគិតថារបស់ហ្នឹងសំខាន់យើងប្រើ H1 មកប៉ុន្តែករណីដែលវាមានថាមិនសូវសំខាន់ដូចវាមានឲ្យធម្មតាពីច្រើនបើសិនជាខ្ញុំនៅក្នុង web page របស់ខ្ញុំអត់អាចមាន H1 H2 ឯណាឡើងច្រើននៅក្នុង page តែមួយមានថាយើងបើសិនជាយើងកលេចទៅកាន់ page របស់យើងវិញព័ត៌មានអា title ដំបូងរបស់យើងគួរណាតែ H1 ប៉ុន្តែអា subtitle ផ្សេងមិនគួរនឹង H1 ទេអញ្ចឹងយើងត្រូវគិតដែរពេលយើង design website របស់យើងហ្នឹងពេលយើងធ្វើអីទៅយើងនឹងយល់តាមនឹងទៀតអញ្ចឹងយើងមានតែប៉ុណ្ណឹងតកតងជាមួយនឹងការប្រើ heading របស់យើង HTML heading របស់យើងអញ្ចឹងបន្តមកទៀតអ្វីដែលយើងរៀននៅមេរៀនក្រោយគឺតកតងជាមួយនឹង paragraph យើងប្រើ take p នេះហើយប៉ុន្តែយើងនឹងរៀនលម្អិតទៀតថានៅក្នុង paragraph គឺយើងប្រើវារបៀបម៉េចហើយមានអីគេខ្លះនៅក្នុងហ្នឹងយើងនឹងរៀន specific ទៅលើតែ paragraph មួយនៅមេរៀនក្រោយអញ្ចឹងមេរៀននេះគឺចប់តែហ្នឹងហើយបើសិនជាមានបញ្ហាអីអាច comment សួរឬក៏ខ្ញុំនិយាយទៅខុសអីអាចជួយ comment ជួយប្រាប់ផងអញ្ចឹងមេរៀនក្រោយយើងនឹងជួបគ្នាតទៅជាមួយនឹង HTML paragraph